សួស្តីបងប្អូនថ្ងៃនេះមកចែកម្លែកបងប្អូនពីកំហូចរទីលឃ្លោងខយឲ្យ X300 មានបងប្អូនច្រើនដែលខូចរទីលឃ្លោងហើយគាត់ដូរបូមដោយសាររទីលឃ្លោងភាគច្រើនពេលដែលវាខូចវាលងវាលាន់នៅក្នុងឡានលក្ខណៈលាន់ខ្ទើលាន់ទឹកសភាពវាដូចខូចបូមអញ្ចឹងបាទដូចខូចបូមអញ្ចឹងគឺឃ្លោងនេះណាភាគច្រើនភ្ញៀវភាគច្រើនឲ្យតាមានបញ្ហាលាន់ហ្នឹងគាត់យកមកឲ្យមើលបូមបាទគាត់ឲ្យមកមើលបូមហើយចង់បញ្ជាក់បងប្អូនថារទីលឃ្លោងដែលខូចនេះគឺវាលងអញ្ចឹងពេលដែលលងអញ្ចឹងវាលាន់ហើយសភាពលាន់រៀងទឹកខ្ទើដល់ក្នុងឡានហ្នឹងមាន3ករណីតាមបទពិសោធន៍របស់ខ្ញុំណាទី1បូមទី2ក្បាលចានទី3រទីលឃ្លោងនឹងឯងហើយជាទូទៅភាគរយច្រើនឃើញរទីលឃ្លោងច្រើនជាងគេអញ្ចឹងបងប្អូនណាខ្លះដែលខូចរទីលឃ្លោងឲ្យដូរបូមធ្លាប់ជួបដូរបូមឲ្យអត់បាត់ទេអត់បាត់ដល់ពេលចុងក្រោយមកដូរតែរទីលឃ្លោងមួយបាត់ហើយថ្ងៃនេះមានរទីលឃ្លោងចូលឲ្យ X300 ក្រោយច្រើនបងប្អូនដែលមានតម្រូវការអាចអញ្ជើញមកបានយានដ្ឋានជាងរដ្ឋមានរទីលឃ្លោងច្រើនថ្ងៃនេះសូមចែកម្លែកប៉ុណ្ណឹងតាក់ទងជាមួយកំហុសរបស់រទីលឃ្លោងបងប្អូនបាទ